រឿងនាងឌួងនិងគ្រូចាប់ខ្មោចនៅភូមិឃ្លាំងជ្រៃមួយស្ថិតនៅចុងព្រៃជាប់ជើងភ្នំខេត្តបាត់ដំបងនារីម្នាក់ឈ្មោះឌួងដែលរស់នៅប្លែកពីគេអ្នកភូមិស្ទើរតែមិនដែលឃើញនាងសោះឡើយអ្នកភូមិដែលរស់នៅទីនោះគឺមិនដែលឃើញនាងសោះឡើយគឺនាងចេញពីផ្ទះតែពេលល្ងាចតែប៉ុណ្ណោះអ្នកភូមិឃ្លាំងជ្រៃជឿជាក់ថានាងឌួងគឺជាអាបព្រោះរាត្រីណាដែលព្រះច័ន្ទពេញវង្សនិងមានសត្វចម្លែកហោះហើរជុំវិញផ្ទះនាងសំឡេងហឹកហាក់ហើយសត្វរបស់អ្នកភូមិវិញក៏បានស្លាប់ជាបន្តបន្ទាប់អ្នកភូមិចាប់ផ្ដើមភ័យខ្លាចពួកគេបានប្រជុំគ្នារកវិធីដើម្បីបញ្ចប់បញ្ហានេះពេលនោះដែរក៏មានបរិសុទ្ធចំណាំម្នាក់ឈ្មោះតាហេងគាត់បានប្រាប់ថាគាត់ស្គាល់គ្រូអាគមម្នាក់នៅក្រុងបាត់ដំបងគ្រូនោះមានឈ្មោះថាគ្រូវិន្ធាមួយសប្តាហ៍បន្ទាប់គ្រូវិន្ធាក៏បានមកដល់ពិតមែនគាត់ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅហើយនឹងកាបូបស្បែករបស់គាត់នៅក្នុងកាបូបនោះផងដែរគឺសុទ្ធតែជាប្រដាប់ប្រដាសម្រាប់ធ្វើពិធីរបស់គាត់បានសួររឿងរ៉ាវដែលបានកើតឡើងទាំងអស់ទៅកាន់អ្នកភូមិនិងសម្រាប់ចិត្តធ្វើពិធីនៅយប់នោះតែម្ដងយប់នោះខ្យល់ខ្លាំងអាកាសធាតុត្រជាក់គ្រូវិន្ធាគាត់បានគូសខ្សែជុំវិញផ្ទះជាមួយនឹងទៀនប្រាក់ចំនួន8ជុំវិញនិងចុងក្រោយគាត់បានដាក់កាំបិតប្រាក់មួយចំហៀងផ្ទះយប់ជ្រៅបន្តិចសំឡេងចម្លែកក៏ចាប់ផ្ដើមឮឡើងហើយក៏មានអ្វីមួយយ៉ាងពណ៌ខ្មៅមួយហោះចុះពីលើផ្ទះជាមួយភ្លើងផ្លុងតាមពិតទៅអាបនោះគឺជានាងឌួងនេះឯងគ្រូគុន្ធាបានសូត្រមន្តគាថារបស់គាត់ធ្វើឲ្យអាបនោះធ្លាក់ចុះក្រោមដួលនឹងដីហើយគាត់ក៏បានចាប់អាបនោះដាក់ក្នុងក្រឡរបស់គាត់បាត់ទៅចាប់តាំងពីថ្ងៃនោះមកអ្នកភូមិឃ្លាំងជ្រៃក៏មិនបានឃើញអាបនោះទៀតទេអរគុណបងប្អូនដែលបានស្ដាប់នៅរឿងនិទានមួយនេះតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តនៅរឿងនិទានរបស់ខ្ញុំសូមជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីមុនគេ